รังสีจงក្រោយដែលតុលាការសាររើសំណុំរឿងចាស់ហើយចេញនៃការចាប់ខ្លួនលោកនៅពេលនេះគឺធ្វើឲ្យស្ថានភាពនយោបាយវិវត្តកាន់តែអាក្រក់នាពេលបច្ចុប្បន្នពិសេសនឹងឈានទៅដល់ការប្រេះស្រាំវប្បធម៌សន្តិនិរវាងគណៈបកទាំងពីរដែលនឹងពិបាកស្ដារឡើងវិញបានបើទោះជាបែបនេះក្តីនរណាក៏ដឹងដែរថាការប្រើប្រាស់ប្រព័ន្ធតុលាការគៀបសង្កត់គណៈបកប្រឆាំងជាបន្តបន្ទាប់នេះជាហេតុផលនយោបាយដែលសហគមន៍ជាតិនិងអន្តរជាតិថ្កោលទោសចំពោះការប្រើប្រាស់ប្រព័ន្ធតុលាការដែលគេមើលឃើញពីភាពមិនស្មើគ្នាក្នុងការប្រកួតប្រជែងតើអ្វីនៅពីក្រោយការចេញនៃការចាប់ខ្លួនលោកសំរងស៊ីផ្ទួនគ្នានោះចាសសូមអញ្ជើញលោកនាងស្ដាប់បទវិភាគរបស់លោកទីនសាការីយ៉ាថ្មីត្បិតតែតំណាងគណៈបកទាំងពីរបានជួបគ្នាជាលើកដំបូងកាលពីថ្ងៃប្រហ័សទី10ធ្នូនេះក៏ដោយស្ថានភាពនយោបាយដែលបានឡើងកម្ដៅខ្លាំងណាស់ទៅហើយក៏ប្រហែលមិនទាន់អាចស្ដារនៅអ្វីដែលនយោបាយហៅថាវប្បធម៌សន្តិនិកនោះបានដោយងាយៗនោះឡើយនៅទីបំផុតវប្បធម៌សន្តិនិកនោះមិនអាចឈ្នះវប្បធម៌ចាប់ចងដែលរដ្ឋាភិបាលតែងតែអនុវត្តកន្លងមកនោះទេអ្នកនយោបាយខ្មែរបានប្រើប្រាស់លបែងនយោបាយម្ដងត្រជាក់ម្ដងក្តៅនេះមិនមែនជាលើកទី1នោះទេលបែងនយោបាយនេះបានកើតមានជាដដែលនៅក្នុងប្រវត្តិសាស្ត្រកម្ពុជារយៈពេលជាង20ឆ្នាំកន្លងមកអ្នកនយោបាយខ្មែរតែងតែប្រើប្រាស់លបែងនយោបាយរកគូនគ្នាទៅវិញទៅមកឥតឈប់ឈរពិសេសចាប់តាំងពីមានការបោះឆ្នោតជាលើកដំបូងតាមលទ្ធិប្រជាធិបតេយ្យនាឆ្នាំ1993មកនោះងាកមកបច្ចុប្បន្ននេះវិញមេដឹកនាំគណៈបកជាប់ឆ្នោតទាំងពីរនៅក្នុងអាណត្តិទី5តែងតែរកវិធីសាស្ត្របដូរគ្នាទៅវិញទៅមកនៅក្រៅការបោះឆ្នោតការយកឈ្នះចាញ់គ្នារវាងអ្នកនយោបាយនៅពេលនេះគឺគណៈបកកណ្ដាលអំណាចបកប្រឆាំងហាក់ដូចជាភ្លេចតម្រូវការរបស់ប្រជាពលរដ្ឋដែលបកជាប់ឆ្នោតទាំងពីរធ្លាប់បានសន្យានៅមុនពេលបោះឆ្នោតនោះជាការពិតណាស់តម្រូវការរបស់ប្រជាពលរដ្ឋនោះគឺសុខសន្តិភាពប្រជាពលរដ្ឋមិនចង់ឃើញនយោបាយខ្មែរពីមួយចំនួនទៅមួយចំនួនហែកហួរគ្នាគ្មានទីបញ្ចប់ចង់ឃើញការអនុវត្តច្បាប់ដោយស្មើភាពពិសេសទៅទៀតនោះគឺតម្រូវការក្រពះជាដើមរបាយការណ៍ធនាគារពិភពលោក World Bank បង្ហាញថាប្រជាពលរដ្ឋជាង3លាននាក់មានជីវភាពក្រីក្រហើយជាង8លាននាក់ផ្សេងទៀតមានជីវភាពជិតក្រផ្ទុយទៅវិញលោកហ៊ុនសែនកំពុងតែប្រើប្រាស់គោលនយោបាយឆ្នេះក្នុងការដឹកនាំរបស់ខ្លួនដែលគោលនយោបាយនេះមាន3ចំណុចសំខាន់គឺទី1រក្សាសុវត្ថិភាពអាយុជីវិតទី2រក្សាទ្រព្យសម្បត្តិនិងទី3ការរក្សាឋានៈនិងទូនាទីនៅគ្រាដែលគណៈបកប្រឆាំងកំពុងមានសន្ទុះអ្នកគាំទ្រកាន់តែខ្លាំងកើនឡើងពីមួយអាណត្តិទៅមួយអាណត្តិហើយអាណត្តិទី5នេះលទ្ធផលបោះឆ្នោតបានប្រដេញគ្នានោះជាមេរៀនស្រាប់បញ្ហានេះចង់មិនចង់រដ្ឋាភិបាលត្រូវតែរកវិធីទប់ស្កាត់តាមរយៈគោលនយោបាយឆ្នេះនេះពោលគឺការរក្សាឋានៈទូនាទីឬអំណាចជាកត្តាចម្បងទន្ទឹមនឹងនេះនរណាក៏ដឹងដែរថាក្រុមអ្នកមានអំណាចឬក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីសុទ្ធតែជាក្រុមអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភក្រៅពីនេះទៀតជំងឺមិនទុកចិត្តគ្នាក៏ជារឿងសំខាន់ដែរនៅគ្រាដែលប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណ30ឆ្នាំមិនដែលធ្លាប់មានការផ្លាស់ប្ដូរមេដឹកនាំសោះនោះការដឹកនាំរបស់បុគ្គលតែម្នាក់ដ៏យូរបែបនេះក៏មានភាពវិជ្ជមាននិងអវិជ្ជមានច្រើនដែរដូចជាបញ្ហារំលោភសិទ្ធិមនុស្សអំពើនិទានភាពក្នុងសង្គមការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាននិងអំពើពុករលួយជាដើមជាងនេះទៅទៀតសារនយោបាយរបស់មេដឹកនាំគណៈបកប្រឆាំងលោកសំរងស៊ីដែលធ្លាប់ពោលថាមានស៊ីអត់សែនមានសែនអត់ស៊ីនោះប្រហែលជាស្ថិតនៅក្នុងការចងចាំរបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនរហូតក៏ថាបានប្រការនេះលោកហ៊ុនសែនប្រហែលជាមិនអាចទុកចិត្តលោកសំរងស៊ីបានឡើយបើសិនជាលោកចាញ់ឆ្នោតនោះម្យ៉ាងវិញទៀតកាលពីពេលថ្មីនេះលោកហ៊ុនសែនបានរំលឹកជាញឹកញយនិងអំពាវនាវឲ្យបញ្ចប់បបធរទឹកឡើងត្រីស៊ីស្រមោចទឹកហើយស្រមោចស៊ីត្រីនោះប្រការនេះលោកហ៊ុនសែនទំនងជាព្រួយបារម្ភពីការសងសឹកដោយប្រការណាមួយក្រោយពីលោកធ្លាក់ពីអំណាចកថាបានស្របពេលគ្នានេះនៅមុនពេលកម្ដៅនយោបាយឡើងកាន់តែខ្លាំងរវាងគណៈបកជាប់ឆ្នោតទាំងពីរគឺលោកសំរងស៊ីធ្លាប់បានរិះគន់ថាលោកហ៊ុនសែនជាមេដឹកនាំផ្ដាច់ការលោកសំរងស៊ីក៏សរសេរនៅក្នុង Facebook របស់លោកភ្លាមក្រោយពេលមានអំពើហិង្សាលើតំណាងរាស្ត្រគណៈបកប្រឆាំងពីររូបកាលពីថ្ងៃទី26តុលានោះថាការបោះឆ្នោតនៅពេលខាងមុខលោកហ៊ុនសែនដឹងខ្លួនថាលោកមិនឈ្នះក្នុងការបោះឆ្នោតនោះទេហើយដើម្បីរក្សាអំណាចបានច្រើនឆ្នាំទៅទៀតនោះមានតែលោកហ៊ុនសែនប្រើវិធីស្រដៀងក្រុមហ្វាស៊ីសនៅប្រទេសអ៊ីតាលីដែលប្រើហិង្សាលើអ្នកតំណាងរាស្ត្រនិងអ្នកដទៃទៀតឡាការដោយដងដាក់គ្នានេះលោកហ៊ុនសែនទំនងជាមិនអាចទប់កំហឹងរបស់ខ្លួនបានឡើយម្យ៉ាងទៀតជំងឺមិនទុកចិត្តក៏មានហើយដើម្បីបង្ហាញឥទ្ធិពលរបស់ខ្លួនផងនោះលោកហ៊ុនសែនមានតែប្រើនយោបាយឆ្នេះនេះដើម្បីចាត់ការទៅលើដៃគូព្រោះថាការចេញនៃការចាប់ខ្លួនលោកសំរងស៊ីទៅតាមបណ្ដឹងរបស់លោកហៅនំហុង
ដែលជាសំណុំរឿងចាស់កប់ទុកច្រើនឆ្នាំមកហើយនោះក៏ធ្វើឡើងមួយថ្ងៃក្រោយលោកហ៊ុនសែនប្រកាសថាសំណុំរឿងរបស់លោកសំរងស៊ីមេដឹកនាំគណៈបកប្រឆាំងស្ថិតនៅក្នុងដៃតុលាការនៅឡើយទន្ទឹមនឹងនោះលោកនឹងមិនធ្វើជាតួចិត្តល្អក្នុងការស្នើទៅព្រះមហាក្សត្រសូមព្រះរាជទានទោសឲ្យលោកសំរងស៊ីទៀតដែរអ្វីដែលគួរឲ្យសាធារណជនចាប់អារម្មណ៍ទៀតនោះគឺសំណុំរឿងរបស់លោកសំរងស៊ីត្រូវបានតុលាការចេញដីកាកោះហៅផ្ទួនក្រៅពីដីកាចាប់ខ្លួនតាមបណ្ដឹងរបស់លោកហនំហុងនោះតុលាការបានចេញដីកាចំនួន2ទៀតប្រឆាំងនឹងលោកសំរងស៊ីគឺទី1លោកហេងសំរិនប្រធានរដ្ឋសភាបានប្តឹងលោកសំរងស៊ីពីបទបរិហាកេរ្តិ៍ដីកាកោះហៅមួយទៀតគឺតុលាការចោទប្រកាន់លោកសំរងស៊ីពីបទសំគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈប្រើប្រាស់ឯកសារសាធារណៈក្លែងនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពាក់ព័ន្ធនឹងសំណុំរឿងប្រតិភិលោកហុងសុកហួរការចេញដីកាប្រឆាំងលោកសំរងស៊ីជាបន្តបន្ទាប់នេះតាមមើលទៅរដ្ឋាភិបាលហាក់មិនខ្វល់ទៅនឹងការព្រមានរបស់សភាអឺរ៉ុបនិងសភាអាស៊ានដែលអំពាវនាវរដ្ឋាភិបាលទម្លាក់បទចោទនានាប្រឆាំងលោកសំរងស៊ីបញ្ឈប់ធ្វើទុកបុកម្នេញគណៈបកប្រឆាំងពិសេសគឺការព្រមានរបស់សភាអឺរ៉ុបក្នុងការឈប់ផ្ដល់ជំនួយក្នុងមួយឆ្នាំជាង$400 លានសហរដ្ឋអាមេរិកឲ្យកម្ពុជានោះឡើយដែលហេតុថារដ្ឋាភិបាលកម្ពុជាក៏នៅមានមហាអំណាចសេដ្ឋកិច្ចចិននៅពីក្រោយខ្នងទៀតដែរសរុបសេចក្តីទៅការបដូរគោបដិបកដោយប្រើគោលនយោបាយឈ្នះនឹងចេញដីកាចាប់ខ្លួនលោកសំរងស៊ីបែបនេះតាមមើលទៅលោកហ៊ុនសែននៅតែមានជំងឺមិនទុកចិត្តអ្នកណាទាំងអស់ក្រៅពីក្រុមគ្រួសាររបស់លោកម្យ៉ាងទៀតលោកចង់បន្សាបឥទ្ធិពលគណៈបកប្រឆាំងនឹងលោកសំរងស៊ីព្រោះថាការចាត់ការលោកសំរងស៊ីតាមរូបភាពបែបនេះមិនមែនជារឿងថ្មីនោះឡើយនៅក្រៅការបោះឆ្នោតម្ដងលោកសំរងស៊ីមិនដែលមានឱកាសនៅបម្រើប្រជាពលរដ្ឋបានពេញមួយអាណត្តិនោះឡើយការធ្វើដូច្នេះដើម្បីឲ្យប្រជាពលរដ្ឋមើលឃើញថាលោកសំរងស៊ីជាមនុស្សកំសាកជាដើមក្រៅពីនេះទៀតក៏ជាឱកាសមួយសម្រាប់បំបាក់សម្ព័ន្ធភាពរវាងលោកសំរងស៊ីនិងលោកកឹមសុខាដែលចេញមកពីគណៈបកសិទ្ធិមនុស្សនោះដោយទុកឲ្យលោកកឹមសុខានៅពេលនេះដឹកនាំគណៈបកសង្គ្រោះជាតិតែម្នាក់ឯងព្រោះរដ្ឋាភិបាលដឹងយ៉ាងច្បាស់ថាបើសិនជាគណៈបកប្រឆាំងបែកបាក់នោះគឺជាជោគជ័យមួយរបស់ខ្លួននៅពេលបោះឆ្នោតខាងមុខក៏ប៉ុន្តែបើគណៈបកប្រឆាំងមិនបែកបាក់វិញទោះបីជាលោកសំរងស៊ីនៅក្រៅស្រុកក៏ដោយក៏ប្រជាពលរដ្ឋបច្ចុប្បន្នអាចយល់បានយ៉ាងច្បាស់ថារវាងគណៈបកកណ្ដាលអំណាចនិងគណៈបកប្រឆាំងនោះថាអ្នកណាជាអ្នករងគ្រោះពិតប្រាកដជាលទ្ធផលនឹងបង្ហាញឲ្យឃើញនៅពេលបោះឆ្នោតឆ្នាំ2018លបាយនយោបាយបដូរគ្នានៅពេលនេះតាមមើលទៅក៏អាចជាយុទ្ធសាស្ត្រគណៈបកកណ្ដាលអំណាចចង់ពន្យាពេលការបោះឆ្នោតនៅពេលខាងមុខក៏អាចថាបានដោយដែលលោកសំរងស៊ីធ្លាប់បានចោទប្រកាន់លោកហ៊ុនសែនកន្លងមកនោះថាអ្វីដែលលោកហ៊ុនសែនធ្វើនៅពេលនេះគឺជាចេតនាចង់ពន្យាពេលការបោះឆ្នោតនៅអាណត្តិក្រោយយ៉ាងណាក៏ដោយចុះលបាយនយោបាយកំពុងលេងនៅពេលនេះអ្នកនយោបាយគ្មានជំរឿអ្វីងាកមករកតុកចរចាវិញដើម្បីប្រើប្រាស់វប្បធម៌សន្តិនិកនោះទេការធ្វើដូចនេះដើម្បីរក្សាលំនឹងនយោបាយការផ្ដល់ឱកាសឲ្យដៃគូមកប្រកួតដោយសមរភាពព្រោះថាអាចកំបាំងនៅពីក្រោយខ្នងឈុតឆាកសម្ដែងរបស់អ្នកនយោបាយនៅពេលនេះប្រជាពលរដ្ឋភាគច្រើនបានយល់ដឹងនិងមើលឃើញអស់ទៅហើយខ្ញុំទីនសាការីយ៉ាវិទ្យុអាស៊ីសេរីពីទីក្រុងភ្នំពេញ